សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងបានស្ដាប់រឿងខ្មោចទៀតហើយចេញរឿងខ្មោចលើកដំបូងសោះធ្វើមើលទៅចេញរាល់ថ្ងៃអញ្ចឹងតោះឥឡូវខ្ញុំមានរឿងខ្មោចមួយចង់មកនិយាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់រឿងហ្នឹងគឺទទួលបានពីបងប្រុសម្នាក់ឈ្មោះថាមករាហើយរឿងហ្នឹងបានកើតទៅលើគាត់តាំងពី30ឆ្នាំមុនមកតោះឥឡូវក៏មកខាត់ពេលយូរគឺយើងត្រឡប់សាច់រឿងយើងទៅកាន់30ឆ្នាំមុនទាំងអស់គ្នាបងមករាកាលចំនួនហ្នឹងគឺគាត់អាយុ20ឆ្នាំជាងអ្នកនរគ្នាហើយពេលហ្នឹងគាត់ចង់ទៅកំសាន្តនៅទីកន្លែងមួយដែលមានជ្រោះមានព្រៃមានភ្នំអីចឹងណាគាត់អបសុកពេកចឹងគាត់ក៏មានឡានមួយគ្រឿងដែរឡានគាត់រៀងចាស់ដែរអ្នកនរគ្នាពួកអាឡានមានក្បាក់អីពីក្រោយចឹងណាហ្នឹងហើយឡានរៀងចាស់ដែររៀងពើដូចសបកអាឡឹកចឹងដល់ថ្ងៃមួយហ្នឹងដោយសារបងមករាគាត់អបសុកពេកចឹងគាត់ក៏ចង់ជិះឡានដើរលេងចឹងណាចឹងគាត់បានជិះឡានទៅលេងក្នុងព្រៃចឹងស្រាប់តែពេលគាត់កំពុងជិះហ្នឹងក៏ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងមែនតើធ្វើឲ្យឡានកញ្ចាស់របស់គាត់ហ្នឹងគឺសាមទឹកភ្លៀងគឺបានខូចបាត់ទៅហើយពេលនឹងដែរគាត់ក៏មិនដឹងថាទៅរកណារកណីទេគាត់ក៏បានឃើញផ្ទះសំណាក់មួយនៅជិតហ្នឹងអញ្ចឹងគាត់ក៏ព្យាយាមទាញឡានគាត់ចូលទៅជិតផ្ទះសំណាក់ហ្នឹងតិចទៅហើយគាត់ឆ្លងមើលផ្ទះហ្នឹងគឺគេដាក់ថាផ្ទះសំណាក់មិត្តពាំងអញ្ចឹងគាត់ក៏គិតថានៅនឹងគេមានទេសនានៅក្នុងព្រៃដែរតើគាត់អត់ដែរដឹងថាគាត់អត់ដែរមកតំបន់ហ្នឹងអ្នកគ្នាហើយពេលដែលគាត់ឃើញទេសនាហ្នឹងគាត់ក៏បានដើរទៅជិតបន្តិចហើយក៏ឃើញមានមនុស្សនៅក្នុង2នាក់ដោយម្នាក់គឺឈ្មោះថាយាយម៉ៅហើយជាមួយនឹងកូនស្រីរបស់គាត់គឺថាកូនស្រីរបស់គាត់គឺពិតជារូបរាងស្រស់ស្អាតមែនទែនបាទគាត់ឈ្មោះថានារីហើយយាយម៉ៅហ្នឹងគឺគាត់ចិត្តល្អខ្លាំងណាស់អ្នកគ្នាគាត់បានរៀបចំបន្ទប់រៀបចំឲ្យមកស្អាតតែម្ដងហើយគាត់បានធ្វើម្ហូបមកឆ្ងាញ់ឲ្យបងមករាហូបលក្ខណៈណាទទួលភ្ញៀវអីចឹងណាអ្នកគ្នាហើយពេលដែលបងមករាងាកទៅមើលមកចែនារីដែលត្រូវជាកូនរបស់យាយម៉ៅហ្នឹងណាគាត់ឃើញចែនារីហ្នឹងតែងតែសម្លឹងមើលមកគាត់មិនមែនសម្លឹងបែបគួរឲ្យខ្លាចណាសម្លឹងបែបមើលទៅសម្លឹងបែបអៀនចឹងណាអ្នកគ្នាហើយគាត់បានអង្គុយជជែកគ្នាលេងជាមួយគ្នាចឹងទៅសួរថាបងឯងមកពីណាមកពីណីអីចឹងទៅហើយបងមករាហ្នឹងក៏ប្រាប់តាមដំណើររឿងដែលគាត់បានជិះមកហ្នឹងហើយបងមករាក៏គាត់នៅទីសំណាក់ហ្នឹងរយៈពេល3ថ្ងៃដើម្បីចាំជាងមកធ្វើឡានគាត់ហ្នឹងហើយសារគាត់តាក់ទងទៅកាន់ជាងឡានហើយតែអត់ទាន់ឃើញជាងឡានមកដល់សោះដោយសារព្រៃនឹងរៀងឆ្ងាយដែរប៉ុន្តែក្នុងអំឡុងពេល3ថ្ងៃដែលគាត់បាននៅផ្ទះយាយម៉ៅហ្នឹងគាត់បានសង្កេតឃើញយាយម៉ៅយកអាបាយម្ហូបអីហ្នឹងដល់ពេលគាត់ហូបហើយហ្នឹងគាត់បានដើរយកទៅមាត់ត្រពាំងខាងក្រោយគាត់ហ្នឹងខាងក្រោយគៀនផ្ទះគាត់ហ្នឹងគឺមានមាត់ត្រពាំងមួយហើយគាត់បានយកអាបាយម្ហូបហ្នឹងយកទៅចាក់ចោលនៅម្ដុំហ្នឹងហើយគាត់ដូចជាសូត្របល័យសូត្រអីទេអ្នកគ្នាបងមករាគាត់បានឃើញអញ្ចឹងណាហើយក្នុងចិត្តបងមករាក៏គាត់អត់ច្រឡែកបានគាត់គិតថាគាត់យកបាយទៅចាក់ចោលអីគាត់គេលោកគាត់សូត្រគាត់អីអញ្ចឹងជារឿងធម្មតារបស់គាត់អញ្ចឹងណាជាទំនៀមទម្លាប់របស់គាត់អីអញ្ចឹងទៅហើយគាត់បានសង្កេតឃើញបងស្រីនារីណាគាត់ថាចាយនារីហ្នឹងគឺគាត់មានក្លិនក្រអូបមែនទែនក្លិនក្រអូបផ្កាម្លិះប៉ុន្តែដៃជើងរបស់គាត់ហ្នឹងគឺមានអារម្មណ៍ថាត្រជាក់មែនទែននៅពេលដែលបងមករាបានចាប់ដៃចាប់ជើងគាត់អញ្ចឹងណាដោយសារតែគាត់ដឹងដូចជាយកចិត្តគ្នាអ្នកគ្នាដូចថាគាត់ស្រឡាញ់គ្នាអញ្ចឹងណាហ្នឹងហើយគាត់រៀងចម្លែកចិត្តតិចដែរហើយបងស្រីនារីនេះមិនក៏ដៃគាត់ត្រជាក់ល្អមែនហើយជិះគាត់នៅជិតព្រៃភ្នំអញ្ចឹងទៅគឺធ្វើឲ្យស្បែកគាត់ត្រជាក់អញ្ចឹងក៏អាចថាបានដែរអ្នកគ្នាគាត់អត់សូវជាចាប់អារម្មណ៍ឬក៏ភ័យខ្លាចប្រហែលទេហើយយាយម៉ៅដែលត្រូវជាម្ដាយរបស់ចៅនារីហ្នឹងគាត់តែងតែប្រាប់មកកាន់បងមករាថាកុំឲ្យទៅលេងជិតមាត់ត្រពាំងហ្នឹងព្រោះនៅជិតមាត់ត្រពាំងហ្នឹងគឺមានសត្វសាហាវសត្វអីចឹងទៅគាត់ចេះតែហាមកុំឲ្យទៅម្ដុំហ្នឹងចឹងណាហើយបងមករាក៏គាត់ថាបាទអត់អីទេដោយសារតែគាត់គិតក្នុងចិត្តថាប្រហែលជានៅនឹងមានកពើឬមានសត្វចម្លែកអីនៅក្នុងព្រៃអីចឹងទៅគាត់ក៏ស្ដាប់តាមយាយម៉ៅអីចឹងទៅហើយបងមករាហ្នឹងគាត់បានសន្យាជាមួយនឹងចៅនារីថាពេលដែលមានជាងមកធ្វើឡានគាត់ឆេះអីហ្នឹងគាត់បានទៅផ្ទះទៅអីហ្នឹងគាត់នឹងយកចៅនារីទៅតាមយកចៅនារីទៅនៅខាងផ្ទះគាត់ចឹងណាហ្នឹងហើយគាត់ស្រឡាញ់ចៅនារីហ្នឹងមែនទែនគាត់ចង់នាំម្ដាយរបស់ចៅនារីទៅដែរបាទទៅលេងផ្ទះគាត់អីចឹងណាហ្នឹងហើយដើម្បីទៅជ្រាបសួរម៉ាក់ប៉ារបស់គាត់អីចឹងទៅដើម្បីចូលសួរស្ដីដណ្ដឹងដោយសារតែបងមករាហ្នឹងគាត់បានស្រឡាញ់ចៅនារីហ្នឹងហើយចៅនារីហ្នឹងក៏គាត់មានចិត្តទៅលើបងមករាដែរហើយស្រាប់តែស្អែកឡើងហ្នឹងក៏មានជាងមកធ្វើឡានគាត់មែនបាទគេបានរកឃើញកន្លែងឡានគាត់អញ្ចឹងជាងហ្នឹងក៏បានជួសជុលឡានគាត់បានឆេះទៅហើយបងជាងហ្នឹងក៏បានទទួលលុយពីបងមករាហើយក៏គាត់បានបើកឡានទៅមុនទៅដោយសារតែឡានហ្នឹងគឺឆេះស្រួលហើយបងមករាគាត់ថានឹងចេញដំណើរទៅពេលយប់ហ្នឹង
តែគាត់បំរុងនឹងចេញឡានទៅហើយហ្នឹងក៏ស្រាប់តែមានបរិសម្នាក់រត់មកទៅហេបទៅហប់មែនទែនរត់មកប្រាប់បងមករាថារត់ចេញពីផ្ទះសំណាក់នេះទៅព្រោះម្ចាស់ផ្ទះនេះមិនមែនជាមនុស្សល្អទេហើយអ្នកមកប្រាប់ហ្នឹងក៏គាត់ប្រាប់ឈ្មោះគាត់ដែរថាគាត់ឈ្មោះសុកគាត់នៅម្ដុំហ្នឹងគាត់ថាម្ចាស់ផ្ទះពីរនាក់ហ្នឹងគឺមិនមែនជាមនុស្សល្អទេហើយបងមករាក៏គាត់សើចហើយគាត់និយាយថាបើឯងឈ្មោះមិនមែននិយាយមកហើយហ្នឹងចាយនារីហ្នឹងគាត់ចិត្តល្អណាខ្ញុំមកសម្រាប់នៅកន្លែងគាត់3ថ្ងៃហ្នឹងគាត់ធ្វើម្ហូបធ្វើអីឲ្យខ្ញុំញ៉ាំមកឆ្ងាញ់ហ្នឹងគាត់មិនមែនជាមនុស្សអាក្រក់អីទេបើឯងយល់ច្រឡំហើយពេលហ្នឹងដែរបរិសម្នាក់ដែលឈ្មោះសុកហ្នឹងគាត់ក៏ទាញកាសែតមកឲ្យគាត់មើលដែលកាសែតហ្នឹងគឺចាស់ហើយដែលបានបោះពុម្ពថានៅលើហ្នឹងកាលពី30ឆ្នាំមុនហើយណោះហើយក្នុងកាសែតហ្នឹងដែរគឺមានរូបភាពផ្ទះហ្នឹងជាមួយនឹងចំណងជើងថាសោតនីកម្មមិត្តពាំងម្ដាយនិងកូនស្រីត្រូវបានចោលប្លន់សម្លាប់និងបោះសាកសពចូលក្នុងត្រពាំងគាត់ស្ទុះទៅរកចាយនារីដើម្បីសួរឲ្យដឹងរឿងហើយគាត់ក៏ឃើញចាយនារីកំពុងអង្គុយយំនៅមាត់ត្រពាំងពេលហ្នឹងគាត់ក៏បានដើរទៅចាប់ស្មាចាយនារីអញ្ចឹងណាហើយដល់ពេលគាត់គាត់យកដៃទៅប៉ះភ្លាមស្មាចាយនារីហ្នឹងក៏លួយធ្លាក់លើដៃតែម្ដងហើយក៏ឃើញចាយនារីងាកមុខមកតិចទាំងដែលមុខចាយនារីដែលបានងាកមើលមកចំហ្នឹងគឺមុខគាត់អត់មានស្បែកទេហ្នឹងហើយគឺថាអលេះលួយអស់លេងហើយក៏ចាយនារីហ្នឹងក៏គាត់បាននិយាយថាបើឯងចង់ទៅចោលអូនមែនបើឯងមិនយំបើឯងមិននាំអូនទៅផងក្រែងបើឯងថានាំអូនទៅលេងផ្ទះម្ដាយបងឯងអីគ្រាន់តែបងមករាបានឃើញប៉ុណ្ណឹងភ្លាមគាត់ក៏ស្ទុះចេញពីនឹងទាំងយប់តែម្ដងស្ទុះចេញមកគាត់ក៏បានរត់មកជួបប៉ូលីសម្នាក់ដែលបានយាមនៅក្បែរប៉ុស្តិ៍ហ្នឹងហើយគាត់បានរៀបរាប់ពីហេតុការណ៍ដែលគាត់បានជួបហ្នឹងទៅកាន់ប៉ូលីសម្នាក់ហ្នឹងថានៅទីហ្នឹងគឺមានខ្មោចម្ដាយនិងកូន2នាក់ហើយប៉ូលីសវ័យចំណាស់ហ្នឹងគាត់បានដកដង្ហើមធំរួចគាត់និយាយមកប្រាប់បងមករាថាមែនហើយកាលពី30ឆ្នាំមុនហ្នឹងគឺមានយាយចាស់ម្នាក់ហើយនឹងជាមួយនឹងកូនស្រីគាត់ម្នាក់គាត់ត្រូវបានចោលប្លន់សម្លាប់ដោយសារតែគាត់មានប្រទេសដាច់ស្រយាលនៅតែឯងចឹងទៅក៏មានចោលមកសម្លាប់គាត់ទាំងពីរនាក់តែម្ដងហើយក៏បងមករាគាត់ឆ្ងល់ដែរថាចុះបងប្រុសម្នាក់ដែលថាឈ្មោះសុកហ្នឹងមិនក៏គាត់នឹកឃើញរត់យកកណ្ដាស់ខ្សែមកខ្ញុំទាំងយប់ចឹងពីអ្នកម្ដាយកូនហ្នឹងមិនមែនជាមនុស្សល្អទេឲ្យខ្ញុំកំណយនៅជាមួយគាត់ឲ្យខ្ញុំរត់ចេញទៅខ្លាចពីអ្នកម្ដាយកូនហ្នឹងធ្វើបាបហើយប៉ូលីសម្នាក់ហ្នឹងក៏គាត់បានសួរបងមករាថាហីម្នាក់ឈ្មោះសុកហ្នឹងមែនម្នាក់ឈ្មោះសុកហ្នឹងរូបថតអញ្ចឹងមែនលេងបងប៉ូលីសហ្នឹងគាត់បានបង្ហាញរូបថតចោដែលថាសម្រាប់ពីអ្នកម្ដាយកូនហ្នឹងពេលដែលគាត់បង្ហាញរូបថតហ្នឹងទៅគឺជារូបថតរបស់បងសុកចឹងមានន័យថាបងសុកហ្នឹងគឺជាចោដែលបានសម្លាប់ពីអ្នកម្ដាយកូននៅក្នុងព្រៃហ្នឹងហើយពេលទាំងដែរបងមករាស្ទើរតែគៀងបេះដូងព្រោះតែគាត់មិននឹកស្មានដល់ថាបងសុកហ្នឹងគឺជាចោដែលសម្លាប់ពីអ្នកម្ដាយកូនហ្នឹងទេហើយប៉ូលីសហ្នឹងគាត់ក៏បាននិយាយបន្ថែមទៀតថាអាសុកហ្នឹងគឺវាបានជាប់ក្នុងគុក20ឆ្នាំហើយវាបានដេកស្លាប់នៅក្នុងគុកហ្នឹងហើយវិញ្ញាណរបស់វាហ្នឹងគឺវង្វេងវង្វាន់វាតែងតែមកបោកប្រាស់អ្នកដំណើរថាឲ្យរត់ចេញពីកន្លែងផ្ទះហ្នឹងទៅកុំឲ្យនៅផ្ទះហ្នឹងព្រោះអីគឺវាខ្លាចមានអ្នកដឹងថានៅហ្នឹងមានយាយម៉ៅហើយនឹងចានេរីគាត់បានស្លាប់នៅក្នុងហ្នឹងអាចោហ្នឹងគឺវាចង់លាក់បំបាំងកុំឲ្យមានអ្នកណាទៅជួយគីឡូបងស្រីនេរីហើយនឹងយាយម៉ៅហ្នឹងប្រាប់ឲ្យគេមកជួយដោះលែងគាត់ដោះលែងវិញ្ញាណអីគាត់ចឹងទៅដោយសារតែអាចោហ្នឹងបានសម្លាប់ហើយគាត់ក៏បានធ្វើមន្តអាគមដើម្បីសកាត់ពីលឹងវិញ្ញាណរបស់ម៉ែកូនហ្នឹងនៅក្នុងត្រពាំងមួយហ្នឹងអូយអាចោនេះគឺពិតជាសាហាវមែនទែនសម្រាប់គេហើយឃុំវិញ្ញាណគេនៅក្នុងត្រពាំងហ្នឹងទៀតហើយពេលដែលបងមករាបានលឺអាចោឈ្មោះសុកហ្នឹងដែលបានប្រាប់ថាពីអ្នកម្ដាយកូនហ្នឹងអត់ល្អទេរត់ចេញពីហ្នឹងទៅហើយបងមករាហ្នឹងក៏គាត់មិនជឿដែរព្រោះអីទង្វើរបស់ពីអ្នកម្ដាយកូនហ្នឹងគឺធ្វើល្អដាក់គាត់ណាស់មិនមែនជាទង្វើអាក្រក់ទេហើយពេលដែលបងមករាគាត់បាននិយាយចប់ហ្នឹងគាត់ក៏ដួលស្លាប់នៅត្រឹងទៅដោយសារតែគាត់ភ័យខ្លាំងពេកគាត់អត់ដែលជួបហេតុការណ៍ហ្នឹងពីមុនមកហើយដល់ពេលដែលគាត់ស្លាប់ហើយពេលដែលព្រឹកឡើងគាត់បានភ្ញាក់ពីស្លាប់មកវិញគាត់មើលជុំវិញខ្លួនគាត់ហ្នឹងគឺអត់មានផ្ទះសំណាក់ឬក៏អីទេគឺគាត់ដេកនៅtrênមាត់ត្រពាំងមួយហើយនៅជិតមាត់ត្រពាំងហ្នឹងគឺមានសតែកំណោឈើបែកបាក់អញ្ចឹងមានន័យថាគាត់ដែលក្រក់មកហ្នឹងគឺមានថាគាត់បានវង្វេងណាគាត់មើលឃើញអាកំណោឈើហ្នឹងទៅជាផ្ទះសំណាក់ផ្ទះអីចឹងទៅទាំងដែរទីហ្នឹងគឺអត់មានផ្ទះសំណាក់អីទេប្រហែលជាខ្មោចបំភាន់ផ្ទៃគាត់ដោយសារតែប្រហែលជាពីអ្នកម្ដាយកូនហ្នឹងបានធ្វើឲ្យមានជាផ្ទះសំណាក់មានអីចឹងទៅដើម្បីទទួលបងមករាដោយសារបងមករាហ្នឹងគឺគាត់ជាមនុស្សល្អទេហើយពីអ្នកម៉ែកូនហ្នឹងក៏ជាមនុស្សល្អដែរអញ្ចឹងក៏គាត់ជួយបងមករាអញ្ចឹងទៅ
សាច់រឿងយើងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង subscribe ម្នាក់មួយផងហើយបើសិនជាគិតថាវីដេអូនេះល្អអ្នកគ្នាជួយ comment ផងខ្ញុំនឹងព្យាយាមធ្វើវីដេអូប្លែកៗផ្សេងៗទៀតនៅវីដេអូក្រោយ